នៅថ្ងៃទី4 តុលានេះកម្មកររោងចក្រតារ៉ែលបានវិលចូលបំពេញការងារវិញបន្ទាប់ពីផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ3ក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺកាលពីថ្ងៃសុក្រទី3 តុលាម្សិលមិញកម្មកររបស់រោងចក្រតារ៉ែលបានធ្វើបាតកម្មដើម្បីទាមទារអត្ថប្រយោជន៍ការងាររបស់ពួកគេពីថៅកែរួមមានថ្លៃបាយថ្ងៃត្រង់ប្រាក់រង្វាន់និងប្រាក់ធ្វើការទៀងទាត់ជាដើមតាមការបញ្ជាក់របស់លោកស៊ុនមេសាអ្នកនាំពាក្យក្រសួងការងារនៅថ្ងៃទី4 តុលានេះថៅកែរោងចក្របានយល់ព្រមគ្រប់ការទាមទាររបស់កម្មករនៅថ្ងៃទី4 ខែតុលាឆ្នាំ2025នេះបងប្អូនកម្មករកម្មការិនីនៃរោងចក្រតារ៉ែលតែមានអាសយដ្ឋាននៅឃុំស្នំក្រពើស្រុកគងពិសីខេត្តកំពង់ស្ពឺបានចូលធ្វើការជាធម្មតាឡើងវិញហើយក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរួមទាំងអាជ្ញាធរមូលដ្ឋានដែលបានជជែកពិភាក្សាតាំងពីថ្ងៃទី2 ខែតុលាមកម្លេះហើយការជជែកពិភាក្សា